កម្ពុជាបដិសេធដាច់ខាតមិនទទួលស្គាល់ផែនទីរបស់ថៃដែលគូដោយឯកតោភាគីនោះទេថាវាគឺជាចំនួនព្រំដែនដ៏រ៉ាំរ៉ៃតាមប្រព័ន្ធព័ត៌មានផ្លូវការផែនទីរបស់ថៃដែលគូដោយឯកតោភាគីនៅក្នុងកិច្ចប្រជុំនោះខាងភាគីថៃបានស្នើឲ្យកម្ពុជាពិចារណាចំពោះបណ្ដឹងនេះហើយសូមដាក់ចូលទៅក្នុងកិច្ចប្រជុំតែត្រូវបានកម្ពុជាច្រានចោលកំណត់ហេតុនៃកិច្ចប្រជុំ GBC គណៈកម្មការព្រំដែនកម្ពុជានិងថៃឯកភាពគ្នាលើការងារពោះវែងនិងបោះបង្គោលព្រំដែនលើតំបន់ដែលបានឯកភាពគ្នាដោយអនុវត្តតាមខ្សែទឹកមិនលើកយកបញ្ហាចំនួនតំបន់ទាំង4មានប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាកបីនិងតំបន់មុំ3មកជជែកនោះទេព្រោះកម្ពុជាសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចទៅហើយសូមបញ្ជាក់ថាភាគីកម្ពុជាបានប្រកាសបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលថៃបានគូដោយឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាងដែលកម្ពុជាចាត់ទុកថាវាជាប្រភពចម្លងនាំមកនូវចំនួនព្រំដែនដ៏រ៉ាំរ៉ៃនាពេលកន្លងមកក៏ដូចជានាពេលបច្ចុប្បន្ននិងទៅអនាគតកម្ពុជាបានប្រកាន់យកផែនទីដែលបានឯកភាពគ្នាដូចមានចែងនៅក្នុង MOU ឆ្នាំ2000ជាប្រភេទផែនទីមាត្រដ្ឋាន1លើ20,000ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគណៈកម្មការចម្រុះព្រំដែន GBC កម្ពុជាថៃបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសមិត្តភាពយោគយល់គ្នានៅក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមកនិងប្រកបដោយភាពវិជ្ជមានកិច្ចប្រជុំនេះបានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវរៈដែលបានឯកភាពគ្នានិងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការនៅថ្ងៃអាទិត្យទី15ខែមិថុនាឆ្នាំ2025នេះហើយភាគីទាំងពីរបានឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសារជាថ្មីនៅដើមខែកញ្ញាឆ្នាំ2025ខាងមុខនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការកិច្ចការងារព្រំដែនចុះនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះ